ទោះបីជាមានវ័យ66ឆ្នាំទៅហើយក្តីក៏អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះសម្រាប់លោករេសាគីដោយសារតែក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកីឡាបាល់ទាត់លោកនៅតែបន្តបោះជំហានយ៉ាងសកម្មក្នុងការចូលរួមជួយដឹកនាំនិងតម្រង់ទិសក្រុមបាល់ទាត់ភ្នំពេញ Galaxy ដោយមិនគិតពីការនឿយហត់ឬឧបសគ្គអ្វីឡើយទឹកចិត្តស្នេហាវិស័យកីឡាគឺទឹកចិត្តអ្នកកីឡាចិត្តគ្មានកីឡាអញ្ចឹងចង់ដើរជាមួយកីឡាអញ្ចឹងហ្មងបាទអរគុណបាទព្រោះខ្ញុំតួនាទីក្នុងក្រុមភ្នំពេញ Galaxy នេះតួនាទីបច្ចុប្បន្ននេះគឺអ្នកចាំទីគ្រូអ្នកចាំទីបាទហើយខ្ញុំដឹកនាំច្រើនរយៈពេលបើគិតទៅឆ្នាំច្រើនហ្មងតែភ្នំពេញ Galaxy នេះក៏ខ្ញុំបានច្រើនព្រោះខ្ញុំលេងអត់មានឈប់ទេបាទឥឡូវនេះកម្រិត20ឆ្នាំនេះគឺថាឆ្នាំក្រោយៗទៀតបើអាចមានកម្លាំងអាចទៅមុខទៀតព្រោះទឹកចិត្តស្នេហាវិស័យកីឡាគឺទឹកចិត្តអ្នកកីឡាចិត្តគ្មានកីឡាអញ្ចឹងចង់ដើរជាមួយកីឡាអញ្ចឹងហ្មងបាទធម្មតាដើរមួយកីឡាដូចធម្មតាមិនដែលមានឈឺមានអីផងសុខភាពធម្មតាសុទ្ធហ្មងអត់ដែលឈឺទេបាទនឹងដោយហាត់ប្រាណខ្លួនឯងសំខាន់យើងចង់ឲ្យក្មេងជំនាន់ក្រោយនេះវាដោះឡើងមកល្អហ្មងជាពលលោកល្អហ្មងព្រោះយើងធ្វើគំរូឲ្យល្អអញ្ចឹងអ្វីលះបង់ទាំងកម្លាំងលះបង់ទាំងថវិកាបាទដែលគិតថាពេលខ្លះអីនៅណាយហត់អីចង់ឈប់អីមកលក្ខណៈហ្នឹងមានការហត់ន័យខ្លាំងក៏ប៉ុន្តែចិត្តអត់មានចង់ទេនៅឃើញថាបើយើងអត់មានអារម្មណ៍កតេខាងហ្នឹងទេយើងចង់ឈប់មើលទៅអាណិតក្មេងៗអញ្ចឹងចេះតែតស៊ូទៅបាទក្រុមគ្រួសារខ្ញុំទាំងពូជហ្មងក្រុមហ្មងតាំងពីចុងពៅតាំងអីទាំងអស់សិតកូនចៅទាំងអស់បាទនៅក្មេងខ្ញុំអ្នកកីឡាដែរបាទលេងបាល់លេងទៅលេងហ្មងនិយាយថាមិនចេះហត់បាទគាត់លេងឲ្យដល់មកដឹកនាំបាល់ហ្នឹងលេងច្រើនណានិយាយក្លឹបខ្ញុំរាប់ច្រើនតែខ្ញុំអត់បាននិយាយអធិប្បាយវិញទេព្រោះថាខ្ញុំនៅខេត្តកណ្ដាលតែវានៅខាងបេក្ដាមកបាទក្លឹបរបស់ខ្ញុំផ្ទាល់ក្លឹបពីដើមអើយអតីតហ្មងក្លឹបរស្មីសំពៅមាសបាទខ្ញុំដឹកនាំលេង KMX ផ្ទាល់ដោយថាវិការដែលខ្លួនឯងផ្ទាល់បាទហើយអង្ការគ្រូលេងរោលេងហ្នឹងគ្រូខ្ញុំដំបូងខ្ញុំដមីអស់ដមីមកខ្វះជើងក្រោមនៅក្រោមណាតែដល់ពេលប្រហាត់កូនសិស្សបាទចាំទីវិញបាទអត់ទេយើងហ្នឹងហើយវាតាមទៅហាត់អីក៏បានបាទអីក៏បានបាទមកថ្ងៃខ្ញុំចង់ឲ្យគំរូកីឡាករទាំងអស់ជៀសផុតពីគ្រឿងញៀនពេលណាមានកីឡាអត់មានគ្រឿងញៀនទេបាទអីក្នុងថ្ងៃនេះដែរប្រកួតថ្ងៃនេះដែរលើកចិត្តកីឡាករជូនពរឲ្យកីឡាករសុខសប្បាយស្មារតីតស៊ូនិងភាពប៉ិនប្រសប់ក្នុងការដឹកនាំរបស់លោកមិនត្រឹមតែជាកម្លាំងចលករដ៏រឹងមាំសម្រាប់ក្រុមប៉ុណ្ណោះទេប៉ុន្តែថែមជាប្រភពបណ្ដុះបណ្ដាលនិងចែករំលែកគំនិតដល់កីឡាករជំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពស្មោះស្ម័គ្រនិងកម្លាំងចិត្តឥតរីងស្ងួតរបស់លោករេសាគីគឺជាគំរូដ៏ប្រពៃនិងជាបេះដូងពិតប្រាកដដែលជួយឲ្យភ្នំពេញ Galaxy រឹងមាំនិងដើរទៅមុខជានិច្ចAMS Sport ដើម្បីកីឡា